បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនមួយពីពួក hacker ដែលវាព្យាយាមទម្លាក់ link មកក្នុង Facebook page របស់ខ្ញុំហើយខ្ញុំក៏អត់ដឹងដែរហើយខ្ញុំគិតថា page របស់ខ្ញុំនឹងប្រកាសជាមានបញ្ហាអីហើយអញ្ចឹងចេះតែមានអារម្មណ៍ថា page របស់យើងគឺវាមិនសមថាវាមានបញ្ហាឥឡូវយើងចូលទៅមើល notification មួយដែលធ្វើឲ្យខ្ញុំបារម្ភពី page របស់ខ្ញុំណានៅពេលដែលខ្ញុំបានចូលមកកាន់ notification ខ្ញុំបានឃើញ notification មួយនេះបងប្អូនអ្នកមួយនេះណាអា notification មួយនេះហើយ notification មួយនេះវាដាក់អញ្ចឹងវាដាក់ថា you has been warned by the monetization team ឃើញទេមានន័យថានៅក្នុង page របស់យើងត្រូវបានពមៀនឃើញណាពមៀននៅក្នុង monetization team ហ្នឹងមានន័យថា team ដែលអាចធ្វើយើងរកលុយបានជាមួយនឹង Facebook ហ្នឹងគឺត្រូវការពមៀនទោះបីជា page របស់យើងមិនបានរកលុយជាមួយនឹង Facebook ក៏ដោយប៉ុន្តែដល់ពេលវាដាក់អញ្ចឹងវាយើងភ័យដែរព្រោះយើងអត់ចង់ឲ្យ page របស់យើងមានបញ្ហាទេដល់ពេលយើងចុចមកយើងចុច double click លើវាមកយើងឃើញមែនព័ត៌មានរបស់វាដាក់ថាម៉េចបងប្អូនណា You has been warned by the monetization team see the detail ណា recommend អានេះឈ្មោះ page វាប្រាប់ថាអ្នកត្រូវបានពមៀនដោយក្រុម monetization មានន័យថាដោយក្រុមបើក monetize យើងនឹងគឺត្រូវបានគេពមៀនក្នុង page របស់យើងអញ្ចឹងវាឲ្យយើងមើលព័ត៌មានបន្ថែមណាហើយវាត្រូវបានបញ្ជាឲ្យ page របស់យើងនេះ page ឈ្មោះនេះ daily do នេះបញ្ជាឲ្យ page របស់យើងត្រូវតែធ្វើហើយក្រោមនេះដាក់ថា important note immediately action required នេះដាក់កន្លែងនេះមានន័យថាម៉េចកន្លែងនេះមានន័យថាសំខាន់គឺសូមកំណត់សម្គាល់ថាអ្នកត្រូវតែអនុវត្តណាស្នើឲ្យយើងអនុវត្តតែម្ដង Your Facebook page has been flagged due to potential violation of community standard to avoid permanent restriction from action is required ណាមានន័យថាម៉េចមានន័យថា Facebook page របស់យើងនឹងគឺខុសគោលការណ៍ flag នឹងមានន័យថាខុសគោលការណ៍ហើយឬក៏ខុសច្បាប់អីអញ្ចឹងណានៃ violate community នេះខុសច្បាប់ស្តង់ដារមានន័យថាវាមិនត្រូវតាមស្តង់ដាររបស់ Facebook ទេដោយយើងមានគោលការណ៍បំពានអីចឹងទៅអញ្ចឹងវាប្រាប់ថាម៉េច avoid អញ្ចឹងជៀសវាងណាជៀសវាងអា page របស់យើងនឹងមានការបិទឬក៏ restrict ពាក្យថា restriction មានន័យថាបង្ខាំងអញ្ចឹងណាអញ្ចឹងវាទាមទារឲ្យយើងនឹងត្រូវតែអនុវត្តត្រូវដោះស្រាយនិយាយចំត្រូវដោះស្រាយអញ្ចឹងវាប្រាប់ថាម៉េចទៀតនេះ content positive violating community guideline នេះវាថាយើងខុសអីប៉ុស្តិ៍របស់យើងនឹងខុសអីចឹងទៅ post that may not align with the additional standard អីចឹងទៅប៉ុស្តិ៍របស់យើងនឹងគឺមិនត្រឹមត្រូវមិនអីរហូតមកក្រោមជិលអានច្រើនពេកអញ្ចឹងគេថាបើសិនជាអ្នកណា if you believe the was flags in error you have the option to request to a review ណាវាប្រាប់ទៀតថាបើសិនជា page របស់យើងហ្នឹងបើយើងជឿថា page របស់យើងហ្នឹងវា flag ដោយ error ទេទាំងវាឲ្យយើងនឹងធ្វើម៉េចវាឲ្យយើង request review ឬក៏ appeal នេះ appeal link violation in the comment ណាវាទៅជាឲ្យយើង appeal តាមរយៈ link នៅខាងក្រោមនេះនៅក្នុង comment នេះវិញហើយវាដាក់ថាម៉េច deadline you has 24 hours to respond before your page may be permanently disabled វាថា deadline ដែលវាឲ្យយើងណាវាទុកពេលឲ្យយើង24ម៉ោងបើយើងមិនដោះស្រាយទេ page របស់យើងត្រូវបានបិទជាអចិន្ត្រៃយ៍ this a final notice បើយើងកំណត់ចំណាំចុងក្រោយ failure to act will result in low access គេថាបើសិនជាយើងអត់មានសកម្មភាពដោះស្រាយទេសកម្ម page របស់យើងនឹងគឺត្រូវបានបាត់បង់ access ទាំងអស់ត្រូវបានបិទមានន័យថាយើងមិនអាចចូលបានអញ្ចឹងណាមានន័យអញ្ចឹងហើយវាក្រោមគេយកឈ្មោះ Meta support team check comment below check comment box នេះវាឲ្យយើងមក check នេះហើយនេះបើសិនជាយើងមិនបានចាប់អារម្មណ៍យើងភ័យយើងនឹងចុចតាម link របស់វាអញ្ចឹង link មួយនេះវានឹងធ្វើឲ្យ page របស់យើងបាត់បង់តែម្ដងបើសិនតែយើងចុចយើងយកម៉ៅមកដាក់លើនេះយើងគ្រាន់តែយកម៉ៅមកដាក់លើកន្លែងណាមួយអញ្ចឹងនេះឃើញទេទៅជាមានលេខទូរស័ព្ទវា music director ឯណានេះ page music director អញ្ចឹងមានន័យថាអ្នកដែលផ្ញើមកយើងហ្នឹងមិនមែន Facebook ទេទៅអា page music director នេះវិញនេះ
nhà mà dương hay miền lấy tụ sập miền ấy bột bẹt buôn đằng tí kháng ná ở dương follow chẳng á nè chắc mà dương hiện là chạy nick cực mặt rồi anh ấy cứ chỉ hạt Paul mùi đại vía bẩn làm đầm bậy dương chạy lừa linh bảo vía nó ở bật Facebook tiền tèm đồ anh ấy được bị hạch bảo vía hay xua thay đặng lại nè bóng con tin nữa bóng con mời chỉ nói chắc nè nè việc đặng được không review nè bóng con nè nè vì tròn máu được không review nó cứ việc xe hay việc bọc comment bị cào bọc bảo vía nâng tèm đồ chạy bị chặt còn bao đấy chẳng nè chẳng bóng con trong bây giờ để mình tên nộp để dương bán khư nhà bánh hà được ngon này hỏi về dương khơi chẳng dương complete dương trôn mà cái này nít bóng con check mơ help and support check lại help support mới check support inbox vậy nhé report about other admin anh nâng bên đây thà admin thế do alert bữa sânจะមានបញ្ហាអីនៅកន្លែងនេះវាប្រាប់យើងហើយមានកំហុសខុសឆ្គងអីដែលពិតប្រាកដណាគឺវាចេញកន្លែងនេះតែអានេះដាក់ no violation អត់មានអីទាំងអស់អត់មានទេល្អទាំងអស់ហើយក្រោមនេះតាក់តងនឹងយើង request ដូរឈ្មោះ page មកអីវា approve ធម្មតាអញ្ចឹងសំខាន់តែពីរនេះបើពីរនឹងអត់មានគឺអត់មានហើយអត់មានអីទេអញ្ចឹងមានន័យថាអា review នេះគឺវា review បន្លំហើយវាដាក់ link ដែរឲ្យយើងនឹងដើម្បីឲ្យយើងនឹងច្រឡំចុចឬក៏ accent តាមវាហ្នឹងណាវាន័យថា page របស់យើងគឺត្រូវបានគេវាលួចបាត់ទៅហើយអញ្ចឹងបងប្អូនទៅប្រុងប្រយ័ត្នណាហើយសម្លឹងមើល page របស់ខ្ញុំនេះគឺអត់បញ្ហាទេយើងចុចទៅ meta business shoot ហ្នឹងដើម្បីឆែកមើលអីក៏អត់ឃើញដូចជាអត់មានឃើញបញ្ហាអីទេវាអត់មានបញ្ហាអីទាំងអស់អញ្ចឹង recommendation អីក៏អត់មានអីទាំងអស់គឺវាដើរវាអីធម្មតាអញ្ចឹងណាថ្មីបាត់តែយើងអត់រលុយមួយវាមែនក៏ប៉ុន្តែគឺ page យើងគឺល្អអត់មានអីទេប៉ុន្តែហេតុអីបានវាមានអាហ្នឹងមកដោយសារមានអ្នកចង់លួច page របស់យើងចុច account របស់យើងដោយសារវាឃើញ page របស់យើងនឹងមាន follower គួរសមដែរអញ្ចឹងណា 99k follower វាច្រើនដែរអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់វីដេអូមួយនេះចែកម្លែកទៅកាន់បងប្អូនដើម្បីឲ្យបងប្អូនយើងមានការប្រុងប្រយ័ត្នទាំងអស់គ្នាមិនថា Facebook page Facebook profile អីទេគឺបងប្អូនត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាបាទអរគុណច្រើនបាយបាយ